Ba số đây bom bồn ọt nè. Ai là ní dương thì dương pi mù là hai đại nom aiមនុស្សគ្មានជំនាញមូលហេតុដែលនាំឲ្យមនុស្សគ្មានជំនាញមានមូលហេតុ5យ៉ាងដែលនាំឲ្យមនុស្សគ្មានជំនាញមនុស្សដែលគ្មានជំនាញគឺអត់មានការងារធ្វើទេឬក៏បើធ្វើការគឺធ្វើការខុសជំនាញចំណែកឯមនុស្សដែលមានជំនាញច្បាស់លាស់ជាមនុស្សដែលអត់មានពេលធ្វើការទេការងាររត់តាមគាត់ចេះពិតប្រាកដដូច្នេះហើយប្រាក់រត់តាមហៅយ៉ាងណាជំនាញនេះខុសពីចំណេះដឹងជាសមត្ថភាពខួរក្បាលជំនាញជាសមត្ថភាពរាងកាយត្បិតថាសមត្ថភាពខួរក្បាលពលគឺចំណេះដឹងមានអំណាចខ្លាំងក្លាជាងជំនាញក៏ពិតមែនប៉ុន្តែជំនាញនេះក៏អាចធ្វើឲ្យមនុស្សចិញ្ចឹមខ្លួនរស់បានយ៉ាងស្រួលដែរហើយមនុស្សយើងគួរតែមានជំនាញបន្ទាប់ពីមានជំនាញហើយត្រូវមានចំណេះឥឡូវនេះយើងមើលអំពីមូលហេតុដែលនាំឲ្យមនុស្សអត់មានជំនាញមូលហេតុទី1គឺដោយសារតែពួកគេអត់មានគោលដៅពួកគេអត់មានគោលដៅជីវិតដល់អត់មានគោលដៅជីវិតទៅមិនដឹងថាជីវិតត្រូវទៅណាហេតុអ្វីដើម្បីអ្វីកសាងខ្លួនយ៉ាងម៉េចប្រាថ្នាខ្លួនខ្លាយទៅជាតួអង្គបុគ្គលបែបណាប្រាថ្នាខ្លួនខ្លាយទៅជាតួអង្គបុគ្គលអ្វីតើតែដឹងថាខ្លួនចង់ប្រាថ្នាខ្លាយទៅជាតួអង្គបុគ្គលអ្វីទើបដឹងថាត្រូវជ្រើសរើសជំនាញអ្វីសិក្សាតើតែយើងដឹងថាយើងមានគោលដៅត្រូវទៅណាដោយបុព្វហេតុអ្វីដោយមានបេសកកម្មយ៉ាងម៉េចខ្លះការដឹងបេសកកម្មនាំឲ្យយើងដឹងថាត្រូវកសាងសមត្ថភាពយ៉ាងដូចម្តេចត្រូវការកសាងសមត្ថភាពយ៉ាងដូចម្តេចនោះហើយគឺជាការជ្រើសរើសជំនាញសិក្សាគឺយើងប្រាថ្នាខ្លួនទៅជាអ្វីបានយើងដឹងថាយើងត្រូវសិក្សាអំពីអ្វីដល់មនុស្សអត់មានជំនាញគឺអត់ដឹងថាខ្លួនមានគោលដៅទៅណាដូច្នេះហើយមិនដឹងថាខ្លួនគួរតែរៀនជំនាញអ្វីមូលហេតុទី2គឺមូលហេតុពួកគេមានគោលដៅដែរប៉ុន្តែមានគោលដៅមិនច្បាស់លាស់អ្នកខ្លះទៅជាច្រឡំថាលុយគឺជាគោលដៅការងារគឺជាគោលដៅប្រពន្ធគឺជាគោលដៅគ្រួសារមានសុភមង្គលគឺជាគោលដៅទាំងអស់នោះវាគ្រាន់តែជាគ្រឿងអមនៃជីវិតឬក៏ជាហេតុផលបណ្ដាលចិត្តជំរុញចិត្តលើកទឹកចិត្តឲ្យយើងធ្វើកិច្ចការងារអ្វីមួយតែប៉ុណ្ណោះប៉ុន្តែវាមិនមែនជាគោលដៅនៃជីវិតរបស់យើងដ៏ច្បាស់លាស់ដ៏ជាក់លាក់ទេដល់យើងមានគោលដៅមិនច្បាស់អញ្ចឹងយើងមិនដឹងថាត្រូវចាប់ដើមដោយរបៀបណាទេពីព្រោះតែយើងមិនដឹងថាយើងគួរតែទៅណាឲ្យប្រកបផលិតខ្លួនខ្លាយទៅជាតួអង្គបុគ្គលនេះបានបន្តិចក៏ផ្លាស់ប្ដូរចិត្តទៀតតែកាលណាយើងមានគោលដៅមិនច្បាស់លាស់គឺចិត្តយើងរេរាំតែកាលណាចិត្តយើងរេរាំហើយវាមិនអាចផលិតឲ្យយើងមានសមត្ថភាពណាមួយឲ្យពិតប្រាកដបានទេដូច្នេះហើយដើម្បីឲ្យយើងមានលំនឹងនៅក្នុងជីវិតថាត្រូវតែចាប់ផ្ដើមរៀនជំនាញអ្វីនិងធ្វើកិច្ចការងារអ្វីលុះត្រាតែយើងដឹងថាយើងមានគោលដៅទៅណាឲ្យប្រកបនោះគឺជាគោលដៅដែលច្បាស់លាស់ដែលជាក់លាក់អត់ស្រមោលអត់ព្រាវស្មានអត់ងាករេមូលហេតុទី3គឺចិត្តមិននឹងណោមានចិត្តមិននឹងណោមានចិត្តមិននឹងថឹងអ្នកខ្លះមានទម្លាប់មួយគឺជាទម្លាប់ងាករេរាប់ដោយមិនដាក់ចិត្តសុបលើអ្វីមួយឲ្យប្រកបដោយឧទាហរណ៍ថាបើស្រឡាញ់នរណាម្នាក់គឺស្រឡាញ់មិនប្រកបចិត្តនឹងគឺអត់ប្រកបថាស្រឡាញ់ម្នាក់នឹងទេងាកទៅនេះងាកទៅនោះមិននឹងថឹងឃើញអ្នកទី1គិតថាស្អាតដល់ទៅពេលជួបអ្នកទី2ស្អាតជាងអ្នកទី1ទៀតជួបអ្នកទី3ស្អាតជាងអ្នកទី2ទៀតចិត្តមិននឹងថឹងឬយ៉ាងហៅថាចិត្តសាវាមនុស្សដែលមានចិត្តសាវាមនុស្សដែលមានចិត្តមិននឹងថឹងមិនដែលដាក់ខ្លួនរៀនអ្វីមួយឲ្យប្រកបទេរៀនមិនចប់ចុងមិនចប់ដើមទេដោយសារតែផ្នែកនឹងមានការរំពៃអូគេរៀនជំនាញនោះដូចជារលុយបានគេរៀនជំនាញនោះដូចជាល្អជាងរៀនជំនាញនោះដូចជាឆ្លាតវៃជាងជំនាញនោះដូចជាបានធ្វើធំជំនាញនោះដូចជាឆាប់មានរេរាំរហូតសាវារហូតមិននឹងថឹងទីបំផុតពេលវេលាទៅមុខអាយុយើងច្រើនអត់មានសមត្ថភាពអត់មានជំនាញណាមូលហេតុទី4គ្មានវិន័យបានសេចក្តីថាជាមនុស្សដែលធ្វើនេះធ្វើនោះមិនទៀងទាត់ទេនឹកឃើញធ្វើក៏ធ្វើជួនកាលធ្វើម៉ោង6ព្រឹកថ្ងៃបន្ទាប់ទៀតម៉ោង9បានក្រោកថ្ងៃបន្ទាប់ទៀតម៉ោងល្ងាចបានធ្វើជួនកាលមួយសប្តាហ៍ត្រូវធ្វើ6ថ្ងៃធ្វើបានតែ1ថ្ងៃធ្វើម្ដងឈប់ច្រើនដងការព្យាយាមមិនទៀងទាត់ដោយគ្មានវិន័យមិនអាចសម្រេចសេចក្តីប្រាថ្នាឬកិច្ចការងារណាមួយបាននោះទេអ្នកដែលគេទទួលបានលទ្ធផលក្នុងជីវិតរបស់គេតែងតែមានការធ្វើអ្វីមួយយ៉ាងទៀងទាត់ទោះជាជួបបញ្ហាឧបសគ្គការលំបាកយ៉ាងណាគេហ៊ានដាក់វិន័យលើខ្លួនគេហ៊ានដាក់ទណ្ឌកម្មលើខ្លួនគេបើកំណត់ថាម៉ោង7ធ្វើម៉ោង7ក្រោកម៉ោង7ធ្វើម៉ោង7ត្រូវតែធ្វើបើកំណត់ថាមួយសប្តាហ៍7ថ្ងៃត្រូវតែមួយសប្តាហ៍7ថ្ងៃលុះត្រាមានករណីចាំបាច់ដែលមិនអាចខាតបាន
ដល់មនុស្សដែលគ្មានវិន័យគឺម្ដងធ្វើម្ដងអត់មួយថ្ងៃធ្វើមួយថ្ងៃកាត់មួយថ្ងៃកោមួយថ្ងៃពេញបោមួយថ្ងៃខែដាច់ម្ដងចូលម្ដងនាចម្ដងផត់ម្ដងប៉ោងគ្មានកំណើតមូលហេតុទី5គ្មានការតស៊ូគ្មានការតស៊ូព្យាយាមងាយនឹងចោះចាញ់ងាយនឹងបោះបង់គឺជាចិត្តដ៏អន់ថយទុនជ្រាយអ្នកខ្លះធ្វើបានពាក់កណ្ដាលទីក៏បោះបង់អ្នកខ្លះចិត្តដល់ទីក៏បោះបង់អ្នកខ្លះរៀនចិត្តកើនសមត្ថភាពហើយក៏បោះបង់ឧទាហរណ៍ថាអ្នកខ្លះរៀន4ឆ្នាំត្រូវចប់អញ្ចឹងក៏រៀនត្រឹមតែ2ឆ្នាំក៏បោះបង់អ្នកខ្លះមិនពេញចិត្តជំនាញនេះដូរទៅរៀនជំនាញនោះដល់ពេលដូរទៅតស៊ូបានត្រឹមតែពាក់កណ្ដាលទីក៏ឈប់ទៀតมันមានការតស៊ូព្យាយាមខិតខំប្រឹងប្រែងអត់ធ្មត់ធ្វើឲ្យដល់ទីបញ្ចប់ប៉ុន្តែបានបញ្ចប់ការធ្វើមុនការដល់ទីនោះក៏មិនអាចសម្រេចអ្វីបានដែរมันអាចសម្រេចកិច្ចការងារបានដែរมันអាចរៀនអ្វីកើតទៅជាជំនាញឬក៏សមត្ថភាពនោះទេជំនាញវាអត់បានមកទុំនៅលើរាងកាយរបស់មនុស្សដែលឆាប់បោះបង់ឆាប់ចោះចាញ់ឆាប់ទន់ជ្រាយជំនាញវាកើតឡើងវាមកទុំលើខ្លួនអ្នកណាដែលមានការតស៊ូខិតខំប្រឹងប្រែងព្យាយាមខិតខំប្រឹងប្រែងអត់ធ្មត់សពបែបសពយ៉ាងផ្ដោតទៅលើជំនាញដែលខ្លួនចង់ឲ្យវាកើតមានចង់ឲ្យខ្លួនមានសមត្ថភាពពិតប្រាកដ